ទស្សន័យបងប្អូនឃើញនៅខាងក្រោយខ្ញុំនេះអត់នេះគឺជាស្រូវនៅតូចនៅពេលដែលយើងបាចជីហើយវគ្គ1វាចាប់ផ្ដើមឡើងត្រាស្លែបែបនេះគឺពេញស្រែហ្មងតែបញ្ហាស្លែហ្នឹងគឺបញ្ហាកាត់ឡើងដោយសារគេនៅពេលដែលយើងបាចជីហើយភាគច្រើនយើងបាចវគ្គ1យើងប្រើអ៊ុយរ៉េ DAP ឬក៏27 12 6ឬក៏សារធាតុជីដែលមានអាស៊ូតនិងផូស្វ័រច្រើនN និង P ច្រើនអញ្ចឹងសារធាតុអាស៊ូតនិងផូស្វ័រហ្នឹងវានឹងភ្ញូទៅពួកសារ៉ាយឬក៏ពួកស្លែនេះវាកាប់មាននៅខាងក្នុងស្រូវយើងស្រេចហើយប៉ុន្តែនៅពេលដែលយើងបាច់ជីចូលទៅអាពួកស្លែហ្នឹងវានឹងចាប់សារធាតុជីជាពិសេសពួកផូស្វ័រពួកអក្សរ P ហ្នឹងវានឹងធ្វើឲ្យស្លែហ្នឹងវាឆាប់លូតលាស់ឬក៏លូតលាស់លឿនអញ្ចឹងធ្វើឲ្យវាដុះមកច្រើនការដុះបែបនេះគឺថាល្អអត់ការដុះបែបនេះគឺអត់ល្អទេព្រោះអីនៅពេលដែលវាដុះច្រើនអញ្ចឹងនៅពេលវាកើតច្រើនអញ្ចឹងវាធ្វើឲ្យវាបាំងពួកពលឺព្រះអាទិត្យមិនឲ្យវាចាំងចូលទៅខាងក្រោមហើយធ្វើឲ្យពួកស្រូវរបស់យើងនេះវាពិបាកក្នុងការដកដង្ហើមហើយពិបាកក្នុងការស៊ីជីអញ្ចឹងដំណោះស្រាយយើងគួរតែធ្វើមិនហើយមួយទៀតបញ្ហាមួយទៀតគឺដីគឺវាធ្លាក់ pH វាតូចកាលណាតែ pH វាតូចវាឡើងទៅជាស្លែអញ្ចឹងដែរពេលយើងបាច់ជីទៅវាឡើងជាស្លែអញ្ចឹងដែរដោយសារតែ pH តូចមានន័យថាពួកសារធាតុនៅខាងក្នុងដីហ្នឹងគឺវាមានច្រើននៅពួកស្រីរាងអញ្ចឹងពួកស្លែពួកអីហ្នឹងវានៅក្នុងស្រេចហើយអញ្ចឹងពេលយើងបាច់ជីទៅវាធ្វើឲ្យវាឡើងជាអញ្ចឹងដំណោះស្រាយយើងគួរតែធ្វើយ៉ាងម៉េចទី1បងប្អូនគួរតែប្រើពួកឡែមពួកកបោយល់អស់បាច់កបោទៅដើម្បីឲ្យ pH វាឡើងសិនហើយនៅពេលដែលបាច់កបោអញ្ចឹងធ្វើឲ្យពួកស្លែហ្នឹងមួយចំនួនគឺវារៀបទៅក្រៅហើយមួយទៀតបងប្អូនយកវិធីមួយនេះគឺយកឈើវាយវាធ្លាក់ទៅក្រោមទៅកុំវាបាំងពលឺព្រះអាទិត្យអញ្ចឹងវិធីចុងក្រោយគឺយើងប្រើថ្នាំពពួកកម្ចាត់ពួកសារ៉ាយពួកស្លែហ្នឹងយើងប្រើពពួកគូពើយើងប្រើគូពើទៅបាញ់ទៅវានឹងកម្ចាត់ពួកស្លែអស់ហ្នឹងដែរហើយបើសិនជាបងប្អូនកំពុងតែមានបញ្ហាលើស្រូវមិនថាបញ្ហាស្រូវអត់ស៊ីជីឬក៏បញ្ហាលើស្រូវផ្សេងៗបងប្អូនអាចខមមិននៅខាងក្រោមវីដេអូមួយនេះខ្ញុំនឹងបកស្រាយមួយឲ្យអស់ហើយបើសិនជាបងប្អូនពេញចិត្តវីដេអូនេះចាំជួយ like និង share វីដេអូនេះផងបាយបាយ